សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញអំពីបិទ mood group chat Facebook បងប្អូនចូលកន្លែង Messenger ឬហើយបងប្អូនចូលទៅក្នុង group ហើយបងប្អូនចូលទៅកន្លែង mood ដែលខ្ញុំគូររង្វង់ពណ៌ក្រហមហើយបន្តមកទៀតបងប្អូននឹងឃើញពាក្យឲ្យយើងជ្រើសរើសហើយមុខងារនៅក្នុង mood នេះដូចគ្នាដែរខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូនីមួយៗដើម្បីលម្អិតហើយដូច្នេះខ្ញុំថ្ងៃនេះខ្ញុំលម្អិតតែមុខងារ mood តែមួយទេមុខងារ mood នេះគឺមានន័យថាយើងបិទកុំឲ្យមានការរំខាននៅពេលដែលសមាជិកណាមួយនៅក្នុងក្រុមញ៉ាសារមកឮសំឡេងរំខានដល់ការងាររបស់យើងហើយបន្ទាប់មកនៅកន្លែង mood ហ្នឹងគឺវាបង្ហាញ3សំខាន់ដើម្បីឲ្យយើងជ្រើសរើសយកផ្នែកខាងក្រោមមកមានន័យថា mood message and call notification មានន័យថាការផ្ញើសារហើយនិងការទេចូលទៅក្នុង group chat នេះគឺអត់មានរំខានដល់យើងទេហើយបន្តមកទៀតបងប្អូនចូលកន្លែងខាងក្រោមហើយបងប្អូនកុំភ្លេចចុចពាក្យ OK រួចហើយបងប្អូនចុចយកពាក្យថា until I change it មានន័យថាគ្រប់នេះរហូតដល់យើងផ្លាស់ប្ដូរខ្លួនឯងទើបយើងឮសំឡេងនៅក្នុង group chat មានន័យថាអត់មានការរំខានទេហើយដូចបងប្អូនឃើញនៅក្នុង group នៅខាងចុងគឺមានសញ្ញាកណ្ដឹងដែលគូសមានន័យថាចាប់ពីពេលនេះតទៅគឺលេងឮសំឡេងទៀតហើយសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះ